តាឥឡូវមកអានលេខទូរស័ព្ទវិញម្ដងតាលេខទូរស័ព្ទគេអានបែបណាតែច្រឡំអានលេខទូរស័ព្ទបែបនេះណា068 39 43 23ការអានបែបនេះគឺអត់ត្រឹមត្រូវពេញលេខទេលេខម៉ូតូសិនណាអញ្ចឹងម៉ូតូខាងក្រោយគេគឺគេដាក់ស្លាកលេខបែបនេះណាអញ្ចឹងតើគេអានយ៉ាងម៉េចទៅទីអត់ដឹងទីអានបែបនេះណាបាត់ដំបងចា 1AX 4232ចាអញ្ចឹងប្រយ័ត្នច្រឡំណាសម្រាប់អូនដែលអត់ដឹងជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបអានលេខរថយន្តលេខម៉ូតូលេខទូរស័ព្ទហើយនឹងលេខឆ្នាំផងដែរអញ្ចឹងតើគេមានរបៀបអានបែបណាដែរឥឡូវមើលទាំងអស់គ្នារបៀបអានឆ្លាក់លេខម៉ូតូរថយន្តលេខទូរស័ព្ទនិងឆ្នាំចាអញ្ចឹងជាដំបូងមើលទៅលើលេខឆ្លាក់លេខម៉ូតូសិនណាអញ្ចឹងម៉ូតូខាងក្រោយគេគឺគេដាក់ស្លាកលេខបែបនេះណាអញ្ចឹងតើគេអានយ៉ាងម៉េចទៅដើម្បីអានស្លាកលេខឡាននិងលេខម៉ូតូឲ្យបានត្រឹមត្រូវគឺគេអានម្ដងពីរតួណាចាជាដំបូងគេអានបែបនេះបាត់ដំបង 1AX 4232អញ្ចឹងលេខនេះគេមិនអាន4232ទេទីអត់ដឹងទីអានបែបនេះណាបាត់ដំបងចា 1AX 4232ចាអញ្ចឹងប្រយ័ត្នច្រឡំណាសម្រាប់អូនដែលអត់ដឹងចាម៉ូតូស្លាកលេខបាត់ដំបង 1AX 4232ចាឥឡូវខាងនេះវិញម្ដងសម្រាប់ខេត្តសម្រាប់ឆ្លាកលេខឡានវិញតើគេអានបែបណាដែរឆ្លាកលេខឡាននិងលេខម៉ូតូគឺអានដូចគ្នាណាអានពីអក្សរខាងលើសិនបន្ទាប់មកអាននេះម្ដងពីរតួតោះឥឡូវចាប់ដាក់អានកណ្ដាល 2A 6251ចាគេច្រឡំអានបែបនេះណា 2A 6251អានបែបនេះគឺគេសាយហើយចាអញ្ចឹងអានបែបនេះវិញកណ្ដាល 2A 6251កណ្ដាលនេះគឺអីគេកណ្ដាលនេះគឺខេត្តកណ្ដាលណាអញ្ចឹងឆ្លាតលេខឡាននេះគឺមកពីខេត្តកណ្ដាលចាតោះឥឡូវមកមើលពីរបៀបអានលេខទូរស័ព្ទវិញម្ដងតើលេខទូរស័ព្ទគេអានម្ដងប្រហែលតួចាតែដឹងតោះតែច្រឡំអានលេខទូរស័ព្ទបែបនេះណា068 39 43 23ការអានបែបនេះគឺអត់ត្រឹមត្រូវពេញលេញទេណាតើអានរបៀបបែបណាទៅត្រឹមត្រូវពេញលេញអញ្ចឹងអានលេខទូរស័ព្ទទៅចាំថាគឺគេអានម្ដង3តួទៅត្រឹមត្រូវតោះឥឡូវមកអានទាំងអស់គ្នាទូរស័ព្ទលេខ068ចា394 323ចាអញ្ចឹងគឺគេអានបែបនេះម្ដង3តួណាតែសម្រាប់ម៉ូតូហើយនឹងឡានសម្រាប់លេខអានម្ដង2តួចាអានម្ដង2តួណាតោះឥឡូវមកមើលពីរបៀបអានលេខឆ្នាំវិញម្ដងអញ្ចឹងលេខឆ្នាំគេអានបែបណាដែរមើលណាអញ្ចឹងលេខឆ្នាំមិនមែនអានម្ដង2តួដូចលេខឡានឬក៏លេខរថយន្តទេណាមិនមែនអាន20កុដ08ទេហើយក៏មិនមែនអាន2552ដែរសម្រាប់លេខឆ្នាំគឺគេអានបែបនេះចាអក្សរកនិងសក្ការៈនេះគឺមកពីពាក្យថាគ្រិស្តសករាជចាអញ្ចឹងគ្រិស្តសករាជ2008សម្រាប់ឆ្នាំគឺគេអានតាមខ្ទង់តែម្ដងណាអានតាមខ្ទង់តែម្ដងណាគេអានបែបនេះគ្រិស្តសករាជ2008ចាចំណែកឯអក្សរនេះខាងនេះវិញនេះសពោហើយនិងសសគឺមកពីពាក្យថាពុទ្ធសករាជចាពុទ្ធសករាជ2552គឺគេអានតាមខ្ទង់ណាចាគឺអានបែបនេះមិនមែនអាន2552ទេអញ្ចឹងនេះគឺជារបៀបអានឆ្នាំគឺអានតាមខ្ទង់ឲ្យបានត្រឹមត្រូវគឺអានតាមខ្ទង់ណាតើឥឡូវមកអានរបៀបឡាននេះមួយចាអញ្ចឹងតើរបៀបអានឡាននេះគេអានបែបណាដែរអញ្ចឹងសូមជួយខមមិនម្នាក់មួយណាអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនា